បាទសួស្តីបងប្អូនទាំងគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីហើយវីដេអូនេះផងដែរខ្ញុំនឹងចែករំលែកទាក់ទងជាមួយនឹងការបូតដែលយើងអាចប្រើបច្ចិតក្រោម$20នៅក្នុងមួយថ្ងៃបានអញ្ចឹងសម្រាប់បងប្អូនដែលបានទិញ account ពីខ្ញុំទៅហើយប្រភេទ account ដែលអត់ជាប់ពន្ធឬក៏ប្រភេទ account VIP ឬក៏អ្នកដែលបានរៀនមួយខ្ញុំគឺបងប្អូនមានបញ្ហាថា boot បែបម៉េចដែលយើងអាច boot ក្រោម$20ក្នុងមួយថ្ងៃបានដោយសារតែពីច្រើនបងប្អូនឃើញទៅចូលទៅឃើញ$20ឃើញ$20ដាក់គ្រប់$20លុយក្រហមអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញថាបងប្អូនមិនអាចប្រើដូរពីការប្រើ daily budget មកប្រើ lifetime budget វិញម្ដងអូខេចឹងបងប្អូនដែលមាន account ADS រួចហើយបងប្អូនចូលមកកាន់ account ADS យើងមកហើយផ្ទាំង dashboard ហ្នឹងបងប្អូននឹងឃើញកន្លែងពាក្យ create campaign ថ្មីចឹងបងប្អូនគៀកការ create campaign ថ្មីមកបងប្អូនជ្រើសរើស objective ណាមួយដែលបងប្អូនត្រូវ run ចឹងណាចឹងឧទាហរណ៍ថាបងប្អូនចង់ជ្រើសរើសយក objective ណាមួយបងប្អូនជ្រើសរើសទៅតែសម្រាប់ខ្ញុំជ្រើសរើសយក lead generation ចឹង lead generation បងប្អូនចុច continue មកវានឹងបង្ហាញទម្រង់បែបនេះអញ្ចឹងទម្រង់បែបនេះដំបូងយើងចូលមកយើងគ្រាន់តែដាក់ campaign detail យើងមួយមកអូខេ campaign name អញ្ចឹងណា campaign name មួយមកអូខេ campaign មួយហើយបន្តទៀត smart and power with smart campaign ឬក៏ smart book off នេះក៏បងប្អូនយកមួយណាក៏បានដែរអានឹងអត់ជាបញ្ហាទេតែយក recommend ក៏យកទៅអត់អីទេហើយកន្លែងនេះ bit strategy នេះបងប្អូនដូរពីការប្រើ ad group budget មកប្រើជា live ជា campaign budget វិញចឹងពេលបងប្អូនចុចលើ campaign budget វាបង្ហាញ daily ហើយនៅក្នុងហ្នឹងគឺវាមាន lifetime budget នៅក្នុងហ្នឹងចឹងណាចឹងយើងដូរពី daily មកប្រើ lifetime budget ចឹង lifetime budget នេះវាបង្ហាញ$280នៅកន្លែងហ្នឹងបងប្អូនដូរមកប្រើត្រឹមតែ$50អីបានហើយចឹងណាហ្នឹងហើយនៅក្នុងមួយ campaign ហ្នឹងចឹង$50បើយើងបូត10ថ្ងៃយើងស្មើថ្ងៃ5រៀលទេចឹងណាអូខេអញ្ចឹងកន្លែងហ្នឹងបងប្អូនដូរមកណាហើយយើងដូរវាមកដាក់$50អញ្ចឹងទៅឬក៏ក្រុម$50ក៏បានដែរដោយ account ខ្លះ$20បានទៀបបំផុត$20ខោខ្លះ$50ទៀបបំផុតតែយើងដាក់50ចុះអូខេណាអញ្ចឹងពេលយើងដូរអញ្ចឹងហើយអាខាងនេះគឺយើងអត់យកទេយើងមកប្រើប្រភេទ campaign budget វិញម្ដងអញ្ចឹងបន្ទាប់ពីយើងយកអញ្ចឹងហើយយើងអាចចុច continue មកយើងចូលដល់ step ទី2គឺ add group អញ្ចឹង add group នេះយើងអាចដាក់ឈ្មោះវាមកថាជា add group ទី1អីចឹងទៅអូខេ add group ទី1អូខេអញ្ចឹងកន្លែងនេះយើងដូរវាមកធម្មតាដូចយើង boot ដងមកយក conversion មកតទៅទៀត direct message អូខេយើងយក direct message ជាងមកហើយកន្លែងនេះយើងយក maximum result ហ្នឹងមកហើយកន្លែងនេះ schedule នេះយើងអាចដូរបានអូខេបងប្អូនពេលដែលយើងដាក់ budget កន្លែងហ្នឹងយើងឃើញវាដាក់ថា campaign budget យើងគឺមានប្រាក់$50យើងប្រើជាប្រភេទ lifetime ហើយបន្តទៀតយើងដូរបានយើងឲ្យវាចាប់ដើមពីថ្ងៃណាដល់ថ្ងៃណាអញ្ចឹងបើសិនទៅថា ad យើងចាប់ដើម start ពីថ្ងៃទី24រហូតដល់ថ្ងៃទី7 view ពេកអញ្ចឹងបើថាយើងចង់ចាយ$50ចង់ចាយមួយថ្ងៃអញ្ចឹងបងប្អូនសិនដាក់ពីថ្ងៃ24ដល់ថ្ងៃ25ខ្ញុំនេះ$50មួយថ្ងៃអញ្ចឹងដាក់ដល់26$50ចាយ3ថ្ងៃអញ្ចឹងបើសិនបងប្អូនដាក់ដល់31$50ចាយមួយថ្ងៃបងប្អូនហប់មើលគឺចាយ6ថ្ងៃអញ្ចឹងណាអញ្ចឹងបើសិនបងប្អូនចង់ចាយ10ថ្ងៃបងប្អូនដាក់ម្ដងថ្ងៃទី3អញ្ចឹងរាប់ទៅគឺ10ថ្ងៃអញ្ចឹងណាអញ្ចឹង10ថ្ងៃស្មើនឹងថ្ងៃបាន$50ចែក10វាស្មើ$5ក្នុងមួយថ្ងៃអញ្ចឹងគឺងាយស្រួលមែនទែនបងប្អូនអាចដូរតែប៉ុណ្្នឹងមកបងប្អូនប៊ូតបានទៀបបានហើយក្នុង campaign budget បងប្អូនណាអញ្ចឹងបងប្អូន run ប្រហែលវីដេអូក៏បានដែរនៅក្នុង budget ប៉ុណ្ណឹងអញ្ចឹងបងប្អូនតាមដាន research ខ្លួនឯងថាដាក់ budget ទូចយើងអាចទទួលបានលទ្ធផលប៉ុណ្ណាអញ្ចឹងណាអញ្ចឹងអាហ្នឹងគឺយើងតាមដាន research ពេលដែលយើង boot ជាក់ស្ដែងតែអានេះខ្ញុំចង់បង្ហាញបងប្អូនតែតាក់ទងជាមួយនឹងកន្លែងដែលយើងអាចកំណត់ budget ឲ្យវាទូចជាង$20នៅក្នុងមួយថ្ងៃគឺយើងដូរទៅប្រើ lifetime budget តែបើសិនជាបងប្អូនផលិតផលលក់ online របស់រូបរាយច្រើនគួរតែប្រើ daily budget មួយថ្ងៃ$20រៀលទៅអញ្ចឹងណាតែយើងកណនីឲ្យឆោយថាតាម$20រៀលយើងហ្នឹងគឺយើងត្រូវទទួលបានប្រមាណ message ហើយត្រូវទទួលបានប្រមាណ order អញ្ចឹងណាតើវាចំណេញឬក៏ខាតអញ្ចឹងណាយើងបងប្អូនកណនីខ្លួនឯងហើយរបៀបក្នុងការធ្វើគឺបែបហ្នឹងឯងអញ្ចឹងណាអញ្ចឹងបើសិនបងប្អូនមានចម្ងល់អីចង់សួរខ្ញុំបន្ថែមទៀតខ្ញុំអាចប្រាប់បន្ថែមទៀតអញ្ចឹងវីដេអូនេះខ្ញុំធ្វើខ្លីបានហើយអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការចង់ចេះឲ្យជំនាញស៊ីជម្រៅបងប្អូនអាចទៅការរៀនមួយខ្ញុំវគ្គ VIP បានហើយបើសិនបងប្អូនត្រូវការ account TikTok ADS ដែលអត់ជាប់ពន្ធឬក៏ account TikTok standard មាន follow ចាប់ពី 5k 10k 20k ធ្វើជា official អីគឺបងប្អូនអាចមករកទិញពីខាងខ្ញុំបានខ្ញុំមានលក់ account TikTok ច្រើន ADS ច្រើន Facebook ក៏មានដែរអញ្ចឹងណាអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការអាចចំណេះដឹងបានអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអញ្ចឹងជួបគ្នានៅវីដេអូផ្សេងទៀត